អភិបាលស្រុកស្ទងនិងប្រធានក្រុមប្រឹក្សាស្រុកស្ទងនាំយកអំណោយអភិបាលខេត្តកំពង់ធំចែកជូនគ្រួសារងាយរងហានិភ័យ200គ្រួសារនៅឃុំពាងបាងលោកសាយកំឡងអភិបាលស្រុកស្ទងនិងលោកឡាយស៊ីលីប្រធានក្រុមប្រឹក្សាស្រុកស្ទងព្រមទាំងសហការីកាលពីព្រឹកថ្ងៃទី26ខែមីនាឆ្នាំ2026បាននាំយកអំណោយរបស់ឯកឧត្តមនួនផារ៉ាត់អភិបាលខេត្តកំពង់ធំចែកជូនប្រជាពលរដ្ឋជាគ្រួសាររងហានិភ័យចំនួន200គ្រួសារនៅឃុំពាមបាងស្រុកស្ទងខេត្តកំពង់ធំសកម្មភាពមនុស្សធម៌នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាលនិងពោរពេញដោយការយកចិត្តទុកដាក់ដើម្បីចូលរួមចំណែកសម្រាប់បន្ទុកលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះស្ថានភាពខ្វះខាតនិងងាយរងហានិភ័យនៅក្នុងមូលដ្ឋាននៅក្នុងឱកាសនោះលោកសាយកំឡំនិងលោកឡាយស៊ីលីបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួនផារ៉ាត់អភិបាលខេត្តកំពង់ធំជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចរបស់ថ្នាក់ដឹកនាំខេត្តចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋានអំណោយដែលបានចែកជូននាពេលនោះគឺជាការចូលរួមចំណែកដ៏មានអត្ថន័យក្នុងការជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារងាយរងហានិភ័យទាំង200គ្រួសារនិងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពការចែករំលែកនិងការមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោក្នុងពេលជួបការលំបាកប្រជាពលរដ្ឋដែលបានទទួលអំណោយបានសម្ដែងនៅក្តីរំភើបនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំទាំងស្រុងនិងក្រុមការងារដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ដោយផ្ទាល់ជារួមការចែកអំណោយនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តនិងស្រុកចំពោះប្រជាពលរដ្ឋងាយរងហានិភ័យនិងបានរួមចំណែកពង្រឹងចំណងសាមគ្គីភាពនិងភាពស្និទ្ធស្នាលរវាងអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។